Ngàyនេះខ្ញុំមកបង្ហាញទាក់ទងជាមួយនឹង tip ថ្មីមួយទៀតបងប្អូនគឺការសរសេរលើ keyboard នៅលើទូរស័ព្ទ Samsung ដែលទាក់ទងជាមួយនឹងការបកប្រែហើយការបកប្រែនេះគឺយើងខ្ញុំមិនមែនប្រើប្រាស់ Galaxy AI ទេអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចទាក់ទងជាមួយនឹងមុខងារហ្នឹងដោយសារអឺនេះគឺជា A17 ហើយនេះគឺជា A25 អញ្ចឹងបងប្អូនដឹងហើយថាស៊េរីពួក flagship A20 ស៊េរីហ្នឹងគឺគាត់មាន Galaxy AI ហើយនៅក្នុងហ្នឹងគឺអាចមាន chat translation តាក់ទងជាមួយនឹងការបកប្រែភាសាហើយនៅក្នុង A ស៊េរីគឺយើងអត់មានទេតាក់ទងជាមួយនឹង Galaxy AI ប៉ុន្តែយ៉ាងណាមិញថ្ងៃនេះគឺខ្ញុំចង់បង្ហាញ tip នៅលើ A ស៊េរីជាមួយនឹងនៅលើ S ស៊េរីហើយពីរហ្នឹងគឺខ្ញុំប្រើប្រាស់មុខងារដូចគ្នាគឺ chat translate ដូចគ្នាដែលប្រើប្រាស់ keyboard ដូចគ្នាប៉ុន្តែគ្រាន់តែថាអានេះគឺវាមានគេហៅថាadvance បន្តិចគឺអាចមានជម្រើសអូខេអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចបងប្អូនប្រហែលជាឃើញទេតាក់ទងជាមួយនឹង keyboard ហ្នឹងគឺបងប្អូនឃើញប៊ូតុងរូបនេះសញ្ញាសំទោសនេះសញ្ញាបកប្រែបាទបងប្អូនឃើញទេសញ្ញាបកប្រែនេះឃើញទេអក្សរដូចបកប្រែអានេះគឺនៅលើ A17 នេះគឺនៅលើ A25 គឺមានសញ្ញាបកប្រែដូចគ្នាអញ្ចឹងពីរហ្នឹងគឺបកប្រែបានន័យថាពេលដែលយើងចង់សរសេរសារមួយបន្ទាប់មកឲ្យទូរស័ព្ទហ្នឹងជួយបកប្រែឲ្យយើងឧទាហរណ៍ថាខ្ញុំសរសេរសារមួយចុះឧទាហរណ៍ថាតើអ្នកសុខសប្បាយទេប៉ុន្តែខ្ញុំសរសេរជាអង់គ្លេស What ឥឡូវចេះតើអ្នកកំពុងធ្វើអ្វី What are you doing ណាអញ្ចឹងនៅក្នុងហ្នឹងអឺពេលដែលយើងសរសេរបងប្អូនគ្រាន់តែចុចកន្លែងបកប្រែហើយបងប្អូនសរសេរនៅក្នុងហ្នឹងហើយបន្ទាប់មកចុចបកប្រែណាចុចកន្លែងនេះមកអញ្ចឹងសារហ្នឹងវានឹងបកប្រែតើអ្នកកំពុងធ្វើអ្វីណាអញ្ចឹងវាសរសេរជាភាសាខ្មែរនៅក្នុងនេះយើងសរសេរអង់គ្លេសហើយយើងឲ្យវាបកប្រែខ្មែរដូចគ្នានៅក្នុង flagship ក៏យើងធ្វើដូចបានដែរគឺតាក់ទងជាមួយនឹងមុខងារហ្នឹងគឺយើងអាចប្រើប្រាស់បានដែរបងប្អូនក៏ចុចកន្លែងនេះមកកន្លែងហ្នឹងហើយបន្ទាប់មកយើងសរសេរមក What are you doing What are you doing ខ្ញុំសរសេរអញ្ចឹងណាចាំមើលខ្ញុំចុចឲ្យវាបកប្រែអញ្ចឹងខ្ញុំចុច enter មកខាងលើខ្ញុំច្រឡំទៅបកប្រែចិនខ្ញុំសុំបកប្រែមកខ្មែរវិញអូយតែខ្ញុំផ្លេចដោយសារនេះគឺ Galaxy AI វាជា language pack មួយនៅក្នុង Galaxy AI អញ្ចឹងវាអត់មានអក្សរអត់មានភាសាខ្មែរទេអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនពីវិធីដូរហើយអានេះគឺវាមាននៅក្នុងនឹងស្រាប់មិនបាច់ដូរមិនបាច់អីទេអូខេប៉ុន្តែអញ្ចឹងពេលដែលបងប្អូនចង់បកប្រែនៅលើ A series បងប្អូនគ្រាន់តែដូរឧទាហរណ៍ថាយើងចង់បកប្រែភាសាអីយើងដូរកន្លែងនេះមកនេះកន្លែងប៊ូតុង language កន្លែងនេះអញ្ចឹងយើងចុចមកហើយយើងដាក់តាក់ទងជាមួយនឹងភាសាដោយសារខ្ញុំដាក់ខ្មែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដូរទៅណាអញ្ចឹងយើងជ្រើសរើសភាសាហ្នឹងទៅអូខេនេះគឺក្នុង A series នៅក្នុង Galaxy A17 គឺមានប្រយោជន៍មែនបងប្អូនហើយអានេះគឺមុខងារមួយទៀតគឺតាក់ទងជាមួយនឹងនៅក្នុងA25 វិញម្ដងនៅក្នុងហ្នឹងបើសិនជាបងប្អូនអត់ទាន់បានដូរភាសាទៅជាភាសាខ្មែរទេគឺបងប្អូនប្រើដូរភាសាខ្មែរកើតទេព្រោះអីវាប្រើប្រាស់ on device AI របស់ Samsung របស់ Galaxy អញ្ចឹង Galaxy AI ភាសាខ្មែរយើងអត់ទាន់មានទេអញ្ចឹងដើម្បីធ្វើអាហ្នឹងយើងត្រូវធ្វើម៉េចគឺបងប្អូនអាចចូលទៅក្នុង setting របស់ keyboard នៅក្នុងទូរស័ព្ទបងប្អូនសិនអញ្ចឹងដើម្បីចូលទៅ setting អញ្ចឹងខ្ញុំអាចចូលកន្លែង setting នេះខ្ញុំចូលផ្លូវកាត់ហ្មងមិនបាច់ចាំបាច់ចូលតាមដំណាក់កាលទេបងប្អូនចូលកន្លែងរូបសោនេះកន្លែង setting បាទខ្ញុំ screen recorder អាហ្នឹងមួយសិនអញ្ចឹងវាងាយស្រួលសម្រាប់បងប្អូនមើលបន្តិចណាដោយសារខ្ញុំបង្ហាញពីdevice ចូលគ្នាអញ្ចឹងវាអាចវារៀងយូរតិចវីដេអូតែមិនចង់ធ្វើខ្លីអញ្ចឹងខ្ញុំចូលកន្លែង setting តោះមកខ្ញុំចូលទៅអូសមកក្រោមអូសមកបន្តិចឃើញtranslation គឺ translation ការបកប្រែ translation ណាអញ្ចឹងចុច translation មកបន្ទាប់មកបងប្អូនឃើញមានជម្រើសហើយគឺវាមាន Samsung ជាមួយនឹង Google អញ្ចឹងដើម្បីខ្ញុំប្រើប្រាស់បកប្រែខ្មែរបានអញ្ចឹងខ្ញុំដូរពី Samsung ដូរមក Google វិញមកអូខេអញ្ចឹងខ្ញុំដូរមក Google ហើយអញ្ចឹងខ្ញុំចេញត្រឡប់មកក្រោយវិញខ្ញុំត្រឡប់មកក្រោយវិញអញ្ចឹងខ្ញុំនឹងសរសេរម្ដងទៀតឧទាហរណ៍ថាខ្ញុំប្រើបកប្រែម្ដងទៀតខ្ញុំដូរភាសាខ្ញុំដូរខ្មែរខ្ញុំដូរពីអង់គ្លេសហ្នឹងហើយមកខ្មែរសុំទោសដូរពីភាសានោះមកខ្មែរអញ្ចឹងបងប្អូនឃើញទេពេលដែលខ្ញុំដូរមកខ្មែរឃើញលោអក្សរតើអ្នកកំពុងធ្វើអីនៅខាងលើនេះឃើញទេបងប្អូនបាទឃើញទេតើអ្នកកំពុងធ្វើអ្វី
នេះគឺជាចំណុចពិសេសមួយដែរដែលទើបតែរកឃើញដែលបងប្អូនខ្ញុំគិតថាវីដេអូហ្នឹងវាមានប្រយោជន៍ដែលបងប្អូនអាចយកទៅប្រើប្រាស់បានអញ្ចឹងការបង្ហាញថ្ងៃនេះគឺខ្ញុំបង្ហាញនៅលើអានេះគឺ Galaxy A17 អានេះគឺជា Galaxy A25 Ultra ដែលនេះគឺយើងមាន Galaxy AI built-in នៅក្នុងហ្នឹង on device តែម្ដងគាត់ថាបើសិនជាយើងចង់បកប្រែខ្មែរតោះតែយើងដូរពី Samsung មក Google ហើយអានេះគឺ Google ស្រាប់ដោយសារវាអត់មាន Galaxy AI នៅក្នុងហ្នឹងទេអញ្ចឹងវីដេអូថ្ងៃនេះតែប៉ុណ្្នឹងទេបងប្អូនចង់បង្ហាញបងប្អូនពីរបៀបក្នុងការប្រើប្រាស់ keyboard បកប្រែនៅលើទូរស័ព្ទទាំងពីរហ្នឹងចឹងបងប្អូនអាចសាកល្បងប្រើបាននៅក្នុងទូរស័ព្ទរបស់បងប្អូនបាទជំរាបលាអរគុណជួបគ្នាក្នុងវីដេអូក្រោយបាយបាយ